ដោយសារតែរឿងនំបញ្ចុកមួយចាន3000ឡើងមកដល់តុលាការខាងកំពង់ចាមដើម្បីបានភ្លក់រសជាតិនំបញ្ចុកនេះព្រោះដាក់ពោះត្រីនេះតើតកក់មិនប្រកាសថាបានញ៉ាំមុនទេតើតទេកក់គាត់មុនហើយអូខ្ញុំតសើគាត់ថាមិនមែនរឿងឡើងមកតុលាការនឹងក្តីក្តាំងអីទេដោយសារគាត់លក់ហ្នឹងគឺនៅចិញ្ចើមផ្លូវនៅក្រឹតចិត្តលបងតុលាការនឹងឯងដែលគេហៅថានំបញ្ចុកគាត់ហ្នឹងនំបញ្ចុកចិញ្ចើមផ្លូវតុលាការនៅខាងកំពង់ចាមហើយអ្នកកំពង់ចាមពិសេសមែនទេមួយចានតែ3000ទេហើយអីគឺគាត់លក់និយាយទៅអ្នកមីងគាត់លក់នំបញ្ចុកសាមញ្ញនេះចិញ្ចឹមកូនរៀនដល់សាលាណាសាលាណីទៀតនោះឮថារៀនដល់ Paragon នៅភ្នំពេញទៀតកូនគាត់រៀនបកែអូខ្ញុំទៅសើមែនតើហើយសួរគាត់ថាអ៊ីចំណេញដែរលក់ធូរថ្លៃឡើងក្បាលត្រីមួយក្បាលទៅ2500 3000អីទេតាមតូចតាមធំមកនៅភ្នំពេញសិតតែ10000 12000 15000អីនោះហើយពោះត្រីវិញមកដុំទៅ2000ទេថែមហើយនំបញ្ចុកមួយចាន3000ពិសេសខ្លាំងណាធូរមែនតើដាក់ម្ទេសដាក់អីចឹងមកញ៉ាំជាមួយក្បាលត្រីអូយតើតកក់មុនណាអ្នកនរខ្ញុំបញ្ជាក់គាត់អត់សូវមានច្រើនទេប៉ុន្តែនំបញ្ចុកគាត់គឺដិតប្រហុកណាអញ្ចឹងអ្នកដែលចូលចិត្តប្រហុកគឺត្រូវបើអត់ចូលចិត្តខ្ញុំអត់ណែនាំទេហើយអ្នកកំពុងចាមម៉ោង6កន្លះព្រឹកឡើងគឺពេញហើយនំបញ្ចុកចិញ្ចើមផ្លូវនៅលបងតឡាការអ្នកទាំងអស់គ្នាមកដល់គឺឃើញចានគាត់ដាក់ទៅរៀបភ្ញៀវគាត់មកតរងជួមកញ៉ាំហ្មងព្រោះសិតតែមួយគាត់ថាភាគច្រើនសិតតែចាស់ចូលចិត្តកន្លែងគាត់ព្រោះអីខ្មែរចំហើយទឹកសឡរបស់គាត់គឺដិតហើយនេះចានអូច្រើនមែនតើមកច្រើនហើយអ្វីពិសេសមួយទៀតគឺគាត់សាប់នេះសាប់តយងជែកភ្លាមធ្វើឲ្យកាន់តែរសជាតិកាន់តែឆ្ងាញ់បន្លែនំបញ្ចុកខ្មែរយើងតម្លៃធូរគឺដោយសារលបលក្ខណៈគ្រួសារដែលអត់មានប្រើបុគ្គលិកអត់មានជួលទីតាំងអស់ច្រើនអីហ្នឹងគឺលក់ធូរថ្លៃបានហើយមួយចានគាត់3000ពេញបឹបហ្មងអញ្ចឹងពេលខ្លះកំសត់ដែរនំបញ្ចុកយើងពេលខ្លះយើងអ្នកនៅក្នុងស្រុកយើងសប្បាយចិត្តប៉ុន្តែនំបញ្ចុកយើងឡើង brand ឡើងម៉ាស៊ីនត្រជាក់អីនឹងគេអត់បានតែឡើងម៉ាស៊ីនត្រជាក់គឺម្ចាស់ហាងបាសជើងហ្មងដោយសារអីប្រជាជនខ្មែរយើងទម្លាប់អត់សូវមានភ្ញៀវទេសចរច្រើនដែលមកញ៉ាំនំបញ្ចុកនឹងហ្មងទេអញ្ចឹងធ្វើឲ្យយើងពិបាកបើកហាងលក្ខណៈ brand មែនតើអត់ដូចរាមិនជប៉ុនអីគេល្បីណានំបញ្ចុករាមិនរបស់គេនោះគេលក់ដាច់គេលក់បានតម្លៃ3 4 5រៀលតែនំបញ្ចុកយើង3000 4000មិនលក់ដាច់ហើយអ៊ីក៏ថាលក់អត់ចំណេញទេលក់ចិញ្ចឹមបានមកចិញ្ចឹមកូនដេកលក់ស្រួលអីរបៀបថាបាយ3ពេលស្រួលតែប៉ុណ្្នឹងឯងបើថាឲ្យចំណេញច្រើនក៏ថាអត់ទេកាត់កងនឹងកម្លាំងគឺអត់សល់ហ្មងបើថាអ្នកគេប្រើបុគ្គលិកអីទីតាំងអីក៏ថាទៅអត់រួចទេហើយខ្ញុំទៅសើគាត់ត្រង់ថាឲ្យបានកូនរៀនដល់ណាដល់ណីកូនគាត់បកកែទៀតណារៀនសិតតែមានជាប់និទេសល្អហើយបានអាហារូបករណ៍រៀននៅសាលាល្អនៅភ្នំពេញផារ៉េកនតាមខ្ញុំសួរគាត់ទៅហើយពោះត្រីដូចឃើញអញ្ចឹងមួយថ្ងៃគាត់មាន4 5 6ក្បាលអីទេភាគច្រើនសិតតែមួយគាត់មកញ៉ាំថ្ងៃហ្នឹងអញ្ចឹងទៅគេកក់ទៅថាស្អែកទុកឲ្យគេអញ្ចឹងទៅគាត់ទុកឲ្យអញ្ចឹងទៅអញ្ចឹងពេលខ្លះយើងទៅដល់មិនប្រកាសថាបានញ៉ាំទេតើតកក់គាត់មុនហើយតើតមួយទៀតជាងកាលយើងយូរទៅម្ដងគាត់មិនបានទុកឲ្យទេគាត់ទុកឲ្យមួយគាត់ហើយខ្ញុំចៃដន្យដែរខ្ញុំទៅដល់ខ្ញុំទៅរៀងព្រឹកបានសាក់ភ្លក់រសជាតិពោះត្រីក៏ដូចជាក្បាលត្រីរបស់គាត់ហ្នឹងគឺថ្ងៃហេងរបស់ខ្ញុំហ៎និយាយទៅលើកទី1ទៅតាមអ្នកណែនាំដែលថាគាត់ជា fan ណាគាត់ប្រាប់ថាទៅកំពង់ចាមកុំភ្លេចទៅសាកនំបញ្ចុកចាំផ្លូវឲ្យខ្ញុំដើររយូរហើយតម្រាំតែឃើញនេះដាក់ម្ទេសដាក់អីចឹងមកហិលហើយគាត់ថាក្បាលត្រីហ្នឹងដាក់ក្រូចឆ្មាថែមដាក់ម្ទេសហុយហ្នឹងមកគឺចូលជាតិហ្មងនំបញ្ចុកគាត់លក្ខណៈបើនៅបាត់ដំបងខ្ញុំហៅរសជាតិស្តៀងសឡទឹកប្រហុកគេហៅនំបញ្ចុកទឹកប្រហុកខប្រហុកអ្នកនរគ្នាអធិស្ឋានខប្រហុកហ្នឹងគឺដិតរបៀបប្រហុកអញ្ចឹងឯងរសជាតិហ្នឹងគឺបែបហ្នឹងដាក់មកគឺបើថាអ្នកទាំងអស់គ្នាអត់ចេះប្រហុកគឺខ្ញុំអត់ណែនាំហ្មងព្រោះនំបញ្ចុកគាត់គឺដិតប្រហុកខ្លាំងលក្ខណៈខ្មែរចំហ្មងប៉ុន្តែញ៉ាំទៅវាអត់របៀបឈួលធ្វើឲ្យយើងនឹងឈួលប្រហុកនឹងខ្លាំងទេគឺត្រូវរសជាតិនឹងចូលគ្នាតែម្ដងដាក់បន្លែគាត់ស្រស់ចឹងទៀតមែនតើតាមខេត្តសម្បូរអាបន្លែស្រស់អាបន្លែសាមញ្ញហ្នឹងអញ្ចឹងគឺពិសេសខ្លាំងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចូលចិត្តរបៀបសាមញ្ញអស់លុយតិចអីហ្នឹងទៅលេងកំពង់ចាមត្រូវម៉ាច់ហើយកន្លែងនេះនំបញ្ចុកចិញ្ចើមផ្លូវនៅក្រោយលបងតឡាការអរគុណច្រើនបាយបាយ